សួស្តីបងបងថ្ងៃនេះមកថតបង្ហាញជូនជាមួយនឹងខ្សែទៀនសម្រាប់ជនជ្រុលស្រីយ៉ាងណាបង YH 850L នេះប្រភេទខ្សែទៀនលាតបងបងកម្មនេះ LC 70សម្រាប់ 850L ប្រភេទខ្សែទៀនស៊ីមបងជាបងបងដែលប្រើម៉ាស៊ីនជ្រោតស្រូវយ៉ាងណានេះ LC 70នេះកំងបានបងខ្សែទៀននេះក៏យ៉ាងណាដែរបង 850L ដូចគ្នានេះប្រភេទខ្សែទៀន C58 ឬក៏ LC58 បងប្រភេទខ្សែទៀនលាតដូចគ្នាណាហើយចំពោះខ្សែទៀននេះបងបងចង់យកទៅដាក់108យើងក៏បានដែរបងប្រភេទខ្សែទៀនលាតនេះលើបងបងក៏យកទៅដាក់ថាប្រើបានយូរអត់ងាយដាច់ទេណាបងចាអញ្ចឹងបងដែលមានបរិការខ្សែទៀន LC58 ប្រភេទខ្សែទៀនធំបោករបស់105និង108យើងបងរបស់105 108យើងគេប្រើកម្មមែនទេតែនេះលាតណាបងមានបងក៏យកទៅដាក់គឺថាប្រើជាប់បានយូរមែនទែនសម្រាប់C58នេះណា105ក៏បាន108ក៏បានបងយកទៅដាក់តែចិត្តពិតនេះគឺរបស់យ៉ាងណាបងចានេះគឺខ្សែទៀនលាតណាជួនបងមានបរិការបងកំងបានមានបងរៀបជូនភ្ញៀវទេក៏កំងហើយប្រហែលខ្សែរៀបជូនបងតាមខេត្តហើយនេះខ្សែទៀនធំបោកសម្រាប់ម៉ាស៊ីនច្រូតយ៉ាងណាដូចគ្នាបងខ្សែទៀនធំបោកណានេះប្រភេទខ្សែទៀនធំបោក C67 ខ្សែទៀនធំបោកយ៉ាងណាបង 850L ដូចគ្នា LC 67LB 67និយាយខុសបងនេះសម្រាប់ខ្សែទៀនធំបោកយ៉ាងណា 850L និង YH 700ចំពោះខ្សែទៀនយ៉ាងណាបងអូនមានស្តុកប្រមាណលេខថតជូនបងមើលទាំងអស់នេះប្រភេទខ្សែទៀន C នេះបើយើងហៅកាត់ថា B46 សម្រាប់យ៉ាងណា YH 700បងមើលលេខតាមនឹងបងមានបរិការបងអាចឆាតមកកំងបងអូនបានណាចំពោះខ្សែទៀនយ៉ាងណា58លាតដូចគ្នាសម្រាប់700បងបញ្ជាក់700ហើយ 850L គឺ700ខ្សែក៏យើងតូចជាង 850L បន្តិចនេះ LB 62ស្រាប់ YH 700ដូចគ្នាណាបង267បងអសស្តុកប្រហែលលេខនេះឯងគឺសម្រាប់ខ្សែទៀននេះ70បង LC 70សម្រាប់យ៉ាងណា YH 700ដូចគ្នាណានិយាយទៅនៅសល់ខ្សែទៀនធំបោកច្រើនបងឃើញគាត់អត់មានថងចឹងតែគាត់សិតតែប្រភេទខ្សែទៀនស៊ីនពីនេះមកបងទៀនល្អយីហោគាត់នេះស្ដីយីហោល្បីនេះរបស់ជប៉ុនទាំងអស់បងចំពោះខ្សែទៀនយ៉ាងណា 850L គឺបងអូនមានស្តុកប្រមាណលេខហ្នឹងឯងបន្ទាប់មក YH 700គឺមានច្រើនលេខជាងមាន46 62 67 70 58យ៉ាងណាសម្រាប់ YH 700បងជាបងដែលប្រើខ្សែទៀនអូមាន B72 មួយដែរនេះបងសម្រាប់ខ្សែទៀនចាអញ្ចឹងបងដែលមានម៉ាស៊ីនច្រូតស្រូវយ៉ាងណា YH 700 850L មានតម្រូវការខ្សែទៀនបងអាចឆាតមកក្នុង page ឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលបងអូនដាក់ខាងលើបងសួរពីលេខឬក៏ថតអញ្ចេះមកនេះថតអញ្ចឹងមកបងអូនមើលលេខជូនក៏បានដែរណាបងចាចឹងបងមានរយការបងបានណាបងពីបានដល់ដៃបងទូគាត់ក៏បានអរគុណ